បងប្អូនសន្យាថាផ្កាយកត្រឹមតែ30-40%តែមកដល់សប្តាហ៍ថ្ងៃនេះផ្កាលើសលប់បណ្ដោយបងប្អូនអើយថាយកផ្កាខ្ជិលតែងឥឡូវមកអស់មិនដឹងថាគួរតែងទៀតឬក៏យ៉ាងម៉េចនេះចាំមើលបងប្អូនដែលតាមដានវីដេអូជួយខមមិនមួយគួរតែងទៀតឬក៏ឲ្យຕົកអញ្ចឹងនេះបងប្អូនដោយឡែកស្លឹកខាងក្រៅយើងបានយកមកត្រួយហើយយកមកត្រួយអស់ហើយស្លឹកឡើងប្រែពណ៌ពីបៃតងចាស់ទៅជាបៃតងខ្ចីទៅជាកម្ៅអស់ហើយ